សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំសុជាតិបន្តទៀតមេរៀនថ្ងៃនេះយើងជជែកគ្នាអំពីឈ្មោះផ្លែឈើជាភាសាអង់គ្លេស Names of fruits in English អូខេអញ្ចឹងរូបទី1នេះទាំងអស់គ្នាស្គាល់ហើយណាអញ្ចឹងយើងភាសាខ្មែរយើងហៅថា bur ហើយភាសាអង់គ្លេសហៅថា avocado ណាអានេះខ្មែរយើងហៅថាក្រូចវល្លិឬក៏ខ្មែរយើងហៅតាមភាសាអង់គ្លេសថា passion fruit ណា passion fruit ឬក៏ផ្លែ passion ខ្មែរយើងតែហៅអញ្ចឹងណាអានេះគឺក្រូចពោធិ៍សាត់ណាក្រូចពោធិ៍សាត់ថា orange ដល់ពេលមួយនេះយើងហៅថាក្រូចខ្វិចណាក្រូចខ្វិចអ្នកស្រុកខ្លះគេអានថាក្រូចឆ្វិចអញ្ចឹងណាឬក៏ក្រូចចិនណាព្រោះឈ្មោះវាគេដាក់ភាសាអង់គ្លេសគេដាក់ mandarin orange mandarin ហ្នឹងគឺបកប្រែថាចិនកុកងឺណាអញ្ចឹងក្រូចចិនកុកងឺឬក៏ខ្មែរយើងហៅក្រូចខ្វិចអង់គ្លេសអានថា mandarin orange នេះខ្មែរយើងហៅថាក្រូចថ្លុងណាអ្នកខ្លះខាងក្រូចខ្លុងអញ្ចឹងណាអញ្ចឹងពាក្យត្រូវរបស់វាគឺក្រូចថ្លុងណាអង់គ្លេសថា grape fruit ក៏បាន and grape fruit ឬក៏មួយទៀតអង់គ្លេសអានពីរបែបណា pomelo ក៏បាន grape fruit ក៏បានណា pomelo ក៏បាន grape fruit ក៏បានបកប្រែថាក្រូចថ្លុងដល់មួយនេះគេហៅថាក្រូចឆ្មាណាក្រូចឆ្មាមានពីរប្រភេទនៅក្នុងភាសាអង់គ្លេសយើងហៅក្រូចឆ្មាដូចគ្នាទាំងពីរអាក្រូចឆ្មាធំមួយនិងក្រូចឆ្មាតូចមួយណាអញ្ចឹងអាក្រូចឆ្មាធំយើងអាក្រូចឆ្មាតូចនេះអាផ្លែតូចហ្នឹងគេហៅថា lime ឡាដាម៉ូឡាមណា lime and lime ឬក៏ lime and lime ណា lime ដល់ពេលអាក្រូចផ្លែធំនេះលឿងនេះធំគេប្រើ lemon អានថា lemon ណាអញ្ចឹងខ្មែរយើងបកប្រែថាក្រូចឆ្មាដូចគ្នាបើសិនបកប្រែឲ្យស្រួលស្ដាប់អាផ្លែតូចគេអានថា lime អាក្រូចឆ្មាតូចអាក្រូចឆ្មាធំអានថា lemon ណា lemon ឬក៏ lime បកប្រែថាក្រូចឆ្មាសូមកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗជាច្រើនទៀតដែលខ្ញុំនឹងផុសជាបន្តបន្ទាប់អានេះខ្មែរយើងអានថាមង្ឃុតណាមង្ឃុតឬក៏មង្ឃុតអានឲ្យត្រូវពេញគឺមង្ឃុតអានជាទូទៅខ្មែរអានថាមង្ឃុតអញ្ចឹងក៏មានដែរអញ្ចឹងអង់គ្លេសអានថា mangosteen មិនមែន mango ហើយ steen នេះគឺ mangosteen ដល់ពេលផ្លែស្រកានាគនេះយើងហៅថាស្រកានាគណានាគភាសាអង់គ្លេសថា dragon អញ្ចឹងស្រកានាគdragon fruit ណាផ្លែស្រកានាគ dragon fruit ណា dragon fruit ផ្លែសាវម៉ាវណាផ្លែសាវម៉ាវអង់គ្លេសគេអានថា rambutan អានថា rambutan ណា rambutan ផ្លែសាវម៉ាវផ្លែមៀនណាផ្លែមៀនអានថា longan ផ្លែមៀន longan គឺផ្លែមៀនផ្លែខ្នុរណាខ្នុរគេអានថា jack fruit ខ្មែរយើងអានខ្នុរឬក៏ខ្នុរក៏បានខ្នុរក៏បានខ្នុរក៏បានjack fruit ទៅសេយើងទៅអានថាខ្នុរប៉ុន្តែអាននិយាយធម្មតាណាខ្នុរ jack fruit ណា jack fruit ចំណែកឯ turen ណា turen អាន durian ក៏បាន durian ក៏បានភាសាអង់គ្លេសគេអានថា durian ណា durian ដល់ពេលអាមេរិកកាំងច្រើនតែហៅថា durian ក៏បានណាអាន durian ក៏បាន durian ក៏បានណាអានមួយណាក៏បានដែរអញ្ចឹងត្របែកណាត្របែកអាន guava អាន guava ត្របែកណា guava
ប៉ុន្តែជាទូទៅខ្មែរយើងអានតែ guava 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 អញ្ចឹងតាមពិតអានតែ guava 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 ដល់ពេលផ្លែល្ហុងគេអានថាល្ហុងគេអានថា papaya 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 ពីរម៉ាត់ជាប់គ្នាញាប់បន្តិចណា papaya papaya អញ្ចឹងល្ហុងណា papaya ម្នាស់ណែផ្លែម្នាស់អញ្ចឹងគេអានថាម្នាស់អញ្ចឹងអានថា pineapple 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 ក៏បាន pineapple ក៏បានណា pineapple ឬក៏ pineapple apple apple ក៏បាន apple ក៏បានណា pineapple ក៏បាន pineapple ក៏បានដូងណាអានថាដូងអញ្ចឹងយើងអានថា coconut ណា coconut ខូពីរដងណា coconut ផ្លែដូងផ្លែទន្ទឹមណាទន្ទឹមគឺគេហៅថា pomegranate ណា pomegranate ឬ pomegranate ទន្ទឹម pomegranate ទន្ទឹមដល់ផ្លែទំពាំងបាយជូរយើងអានថាទំពាំងបាយជូរជាភាសាខ្មែរទំពាំងបាយជូរភាសាអង់គ្លេសអានថា grape កជាងរោសាអេដបអានថា grape ទំពាំងបាយជូរផ្លែល្មុតណាយើងអានថាល្មុតឬក៏ផ្លែល្មុតយើងអានជាភាសាអង់គ្លេស sapodilla sapodilla ណាផ្លែល្មុត sapodilla ផ្លែល្មុតដល់ពេលស្វាយអានថា mango ស្វាយណាស្វាយ mango ដល់ពេលផ្លែនេះខ្មែរយើងហៅផ្សេងគ្នាអាចតែអ្នកស្រុកខ្លះអានកំពីងរាជអ្នកស្រុកខ្លះអានបំពេញរាជណាតែសេគេសេជាផ្លូវការគេសេដូចជាផ្លែបំពេញរាជហើយដល់ពេលភាសាយើងហៅកំពីងរាជឬអ្នកស្រុកខ្លះគេហៅកថនណាស្រុកអ្នកនៅសៀមរាបគេហៅកថនផ្លែនេះផ្លែកថនឬក៏ផ្លែស៊ីថនប៉ុន្តែដល់ពេលគេទៅសេជាផ្លូវការគេហៅថាបំពេញរាជឬក៏អ្នកខ្លះគេទៅសេថាកំពីងរាជណាគេអានសាន់តលណាសាន់តលក៏បានសាន់ថលក៏បានណាសាន់ថលឬក៏បានសាន់តលក៏បានសេនថលក៏បានសេនតលក៏បានណាដល់ពេលផ្លែពុត្រាយើងហៅថាពុត្រាជូជូបគេអានថាជូជូបអត់មាន B ទេគឺជូជូបទេណាជូជូបផ្លែពុត្រាជូជូបផ្លែពុត្រាផ្លែច័ន្ទណាផ្លែច័ន្ទហ្នឹងគេហៅថា gold apple ផ្លែមាសអញ្ចឹងណាអញ្ចឹង gold apple បើប្រែថាផ្លែច័ន្ទ gold apple ផ្លែច័ន្ទដល់ពេលខ្មែរយើងគេហៅខ្វិតណាផ្លែខ្វិតគឺយើងហៅ wooden apple wood apple សំទោស wood apple គេហៅថាខ្វិត wood apple ខ្វិត wood apple ខ្វិតអញ្ចឹងផ្លែទម្លាប់ណាផ្លែទម្លាប់គេហៅ persimmon ណា persimmon គឺផ្លែទម្លាប់ណា persimmon ដល់ពេលផ្លែជម្ពូវិញគេអានបាន2ណាគេហៅ2គេហៅបាន2ប្រភេទគេហៅ wax apple ណា wax apple ឬក៏ rose apple wax apple ឬក៏ rose apple ណាបានដូចគ្នាអញ្ចឹងជម្ពូអានថា wax apple ឬក៏ rose apple ជម្ពូអូខេអញ្ចឹងផ្លែទឹកដោះគោគេអានថា milk fruit ទឹកដោះគោឬក៏អ្នកខ្លះស្រុកខ្លះហៅទឹកដោះផ្លែទឹកដោះអ្នកខ្លះស្រុកខ្លះគេហៅផ្លែទឹកដោះគោនឹងតែម្ដងអញ្ចឹងអង់គ្លេសអានដូចគ្នាគឺ milk fruit ណាផ្លែទឹកដោះគោអញ្ចឹងចុះចន្ទីគេអានថាម៉េចវិញចន្ទីគេហៅថា cashew ដល់ពេលផ្លែស្វាយចន្ទីគេអាន cashew fruit ណាផ្
ផ្លែស្វាយចន្ទី cashew fruit and cashew fruit ស្វាយចន្ទីឬក៏ផ្លែស្វាយចន្ទីចុះដល់ពេលដើមចន្ទីគេណាមិចគេថា cashew tree ណា cashew tree ផ្លែទៀបគេអានថា custard apple custard apple សម្រាប់អាន custard say start មែនប៉ុន្តែអាន start custard apple ឬក៏ sweet sop បើប្រែថាទៀបដល់ពេលទៀបបារាំងគេអានថាទៀបអាហ្នឹងទៀបបារាំងគេអានsour sop ក៏បានគេអាន cora អាន o say o មែនប៉ុន្តែគេអានថាណា cora solia អញ្ចឹងទៀបបារាំងអានបានពីរណា sour sop ក៏បានcaro solia ក៏បានអានថាទៀបបារាំងអញ្ចឹងទៀបបារាំងទៀបខ្មែរខុសគ្នាណាទៀបខ្មែរ custard apple ឬក៏ sweet sop ណាដល់ពេលទៀបបារាំង sour sop ឬក៏ cora solia ផ្លែម្កាក់ណាម្កាក់គេហៅ June plum អាន June plum ផ្លែម្កាក់ដល់ពេលផ្លែមាក់ប្រាងគេអាន marine plum ឬក៏ហៅតាមថៃគេអានមាក់ប្រាងដែរថៃហៅមាក់ប្រាងដោយសារតែពីផ្លែឈើនេះផ្លែឈើតំបន់ត្រូពិកតំបន់អាស៊ីយើងអញ្ចឹងនៅប្រទេសដែលនិយាយភាសាអង់គ្លេសឬក៏បង្កើតភាសាអង់គ្លេសវាអត់មានទេអញ្ចឹងភាគច្រើនតាគេឃើញហើយគេទៅប្រទេសណាឬគេហៅអាណាគេហៅតាមម្ចាស់ប្រទេសដែលឬក៏ម្ចាស់ដែលនិយាយភាសានឹងដែលគេបានមកមុនគេអញ្ចឹងគេហៅមាក់ប្រាងក៏បាន marine plum ក៏បានផ្លែព្រីងណាផ្លែព្រីងយើងប្រហែល Jamboland plum អូខេ Jamboland plum ដល់ពេលផ្លែឡុងកុងយើងហៅឡុងកុងឬក៏ផ្លែឡុងកុងគេហៅឡាងសាតក៏បានលែងសាតក៏បានណាអានថាឡាងសាតក៏បានលែងសាតក៏បានឡុងកុងឬក៏ផ្លែឡុងកុងដល់ពេលផ្លែអំពិលទឹកណាផ្លែអំពិលទឹកគេហៅ monkey pot ផ្លែអំពិលទឹក monkey pot ផ្លែអំពិលទឹក monkey pot ដល់ពេលផ្លែសេដាគេហៅ egg fruit ណា egg fruit ផ្លែសេដា egg fruit ផ្លែសេដាដល់ពេលផ្លែអំពិលភាគច្រើនអ្នកនរបានដឹងហើយ tamarin អាន tamarin អំពិល tamarin ណា tamarin ឬក៏ tamarin អាន tamarin ក៏បាន tamarin ក៏បានសំឡេងធ្ងន់ក៏អាន tam សំឡេងស្រាលក៏អាន tamarin ដល់ពេលផ្លែគូលែនយើងហៅថា lychee ផ្លែគូលែន lychee ផ្លែគូលែនដល់ពេលផ្លែឪឡឹកឬក៏ផ្លែឪឡឹកគេហៅ watermelon អញ្ចឹងបើសំឡេងខ្មែរអាមេរិកគាត់បញ្ចេញសំឡេងថា watermelon អញ្ចឹងណាបើយើងសំឡេងភាសាអង់គ្លេសទូនឹងយើងអ្នករៀនភាសាអង់គ្លេសយើងអាន watermelon អូខេ watermelon ក៏បាន watermelon ក៏បានចេកណាផ្លែចេក banana ឬអានឹងបារាំង banana អង់គ្លេសអាន banana ណា banana ចេក banana ចេកស្ពឺរូបដូចផ្កាយណាផ្កាយភាសាអង់គ្លេសថា star អញ្ចឹងគេហៅថា star fruit ណាស្ពឺ star fruit ស្ពឺគឺ star fruit ផ្លែកសាំងពិបាកហៅបន្តិចឈ្មោះភាសាអង់គ្លេសអញ្ចឹងផ្លែកសាំងឈ្មោះគេហៅ Ferranilla សេអូមែនប៉ុន្តែគេអាន AR អញ្ចឹង Ferranilla lucida ណា Ferranilla lucida
ផ្លែក្រសាំងដល់ពេលផ្លែញោយើងហៅផ្លែញោណាអង់គ្លេសអាន noni ណា noni ធម្មតា noni ផ្លែញោ noni ដល់ពេលផ្លែគោគេអានថាការផុកណាខាផុកឬក៏ការផុកផ្លែគោគេយកធ្វើខ្នើយធ្វើអីណោះអញ្ចឹងការផុកអរគុណដែលបានសិក្សាមេរៀននេះជាមួយគ្នាសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានមេរៀនជាច្រើនទៀតខ្ញុំមានមេរៀនជាច្រើនដូចជាមេរៀនបកប្រែកាសែតមេរៀនពាក្យថ្មីមេរៀនសន្ទនានិងប្រយោគសន្ទនាជាច្រើនទៀត